ណាកំសាន្តទៅស្រូបយកវីតាមីន C នៅក្នុងផ្សេងនោះព្រៀបនេះតម្រូវឲ្យងើពីផឹកធីមរបស់ខ្ញុំវ័យកំពុងតែពេញដេកគេហៅដើរលេងចឹងហៀងបាក់ដែរចឹងដេកតាមឡានបដ ாய் ទៅបើនិយាយពីទេសភាពតាមផ្លូវវិញខ្ញុំឲ្យ10 លើ 10 ហ្មងពេលភ្លៀងចឹងឃើញអាប់តាមផ្លូវស្អាតខ្លាំងមែនតើតែគ្រាន់នៅពេលដែលយើងថតចឹងវាអត់ស្អាតដូចយើងមើលផ្ទាល់ភ្នែកហើយទីតាំងទី1ដែលពួកខ្ញុំទៅលេងហ្នឹងគឺ Gossip ចំពោះកប៉ាល់នេះធំខ្លាំងមែនតើហ្មងតែគេទុកចោលហើយចំពោះផ្ទៃសមុទ្រវិញវាឃើញអត់សូវស្រឡះទេដោយសារមេឃជិតភ្លៀងតែសំខាន់នៅកន្លែងហ្នឹងគឺសបោក្តាមខ្លាំងមែនតើហ្មងអាកូនក្តាមទូចៗហ្នឹងវាហត់ឡើងអញ្ញៃហ្មងហានេះអាចក្តាមមែនអ្នកនរគ្នាតែធំខ្លាំងចេញពីកន្លែងហ្នឹងហើយដល់ម៉ោងបាយថ្ងៃញ៉ាំបាយហើយនាំគ្នាទៅ check in នៅអូតែនេះសម្ដីពិតយីលើចេញពីផ្ទះមួយខែហើយសិតតិចទៀតមិនចង់នៅក្រៅទេហ្នឹង check in ហើយឥឡូវមកដល់ម៉ោង review បន្ទប់ម្ដងចំពោះបន្ទប់ខ្ញុំវិញគឺដេក4នាក់ស្រីៗហើយនេះគឺជាបន្ទប់ទឹកបើ review នៅមុខបន្ទប់វិញក៏អែមដែរសម្រាប់បានមួយផ្លែតនាំគ្នាទទួលឆាតទៅហូរមឹកញ៉ាំតាមឆ្នេរហើយកន្លែងនេះខ្ញុំដេកហ្នឹងគឺតូនមុខឆ្នេរហ្មងអញ្ចឹងគ្រាន់តែឆ្លងខ្នល់មកបន្តិចដល់កន្លែងទិញមឹកអាំងកន្លែងគាត់នេះតម្លៃធូរហើយឆ្ងាញ់ទៀតអានេះគឺជាតង់ទី2ហើយតង់ទី1មិនញ៉ាំអស់ម្សៅហើយញ៉ាំឆ្អែតហើយមានអីទៀតដើរលេងលើមាត់ឆ្នេរស្រូបយកវីតាមីន C ហ្នឹងឥឡូវកាត់ដល់ពេលយប់ហ្មងដោយសារសកម្មភាពខ្លះគឺបានថតទេសបាយពេកភ្លេចថតអានេះជាថ្ងៃទី2ឯងដែលយើង back ទៅផ្ទះវិញសូវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ